ចាជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel SN News វីដេអូនេះយើងមានរឿងថ្មីទៀតហើយតាក់ទងជាមួយនឹងការរកឃើញនៅពលករខ្មែរម្នាក់ទៀតដែលបានបាត់បង់ជីវិតនៅក្នុងករណីគ្រោះរំជួយដីនៅឯប្រទេសថៃបងប្អូនច្រើនប្រកាសជាជ្រាបហើយតាក់ទងជាមួយនឹងករណីគ្រោះរំជួយដីនៅឯប្រទេសថៃដែលកើតឡើងកាលពីចុងខែមីនាឆ្នាំ2025អញ្ចឹងក៏យើងឃើញថាមានការបាក់រលំអគារជាច្រើនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងបានសម្លាប់មនុស្សជាច្រើនផងដែរហើយក្នុងនោះក៏មានពលករខ្មែរដែលចំណាក់ស្រុកទៅធ្វើការងារនៅឯប្រទេសថៃផងដែរដែលជួបនៅឧបទ្ទវហេតុមួយនេះអញ្ចឹងមកដល់ថ្ងៃទី19ខែមេសាឆ្នាំ2025គេបានរកឃើញពលករខ្មែរចំនួនសរុប2នាក់ដែលពួកគាត់បានបាត់បង់ជីវិតនៅក្នុងពេលដែលពួកគាត់កំពុងតែធ្វើការហើយក៏បានបាក់រលំអគារនឹងអញ្ចឹងបន្ទាប់ពីបានដំណឹងថាមានពលករខ្មែរបាត់បង់ជីវិតរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងពាក់ព័ន្ធក៏បានផ្ញើសាររំលែកទុក្ខក៏ដូចជាផ្ញើបច្ច័យជូនទៅដល់គ្រួសារនិស្សិតផងដែរជាក់ស្ដែងពលករខ្មែរដែលទើបតែរកឃើញម្សិលមិញនេះក៏ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរួមជាមួយនឹងលោកជំទាវទី1នៃកម្ពុជាបានផ្ញើបច្ច័យចំនួន$10,000ទៅចូលបន់ដល់ក្រុមគ្រួសាររបស់គាត់ផងដែរដែលមានឈ្មោះថាលោកផល្លារតនាហើយយើងអត់ចង់ឲ្យរឿងនេះកើតឡើងនោះទេទាំងប្រទេសយើងក៏ដូចជាប្រទេសគេប្រជាជនគេឬក៏ប្រជាជនយើងចង់បានតែសុខតែយ៉ាងណាគ្រោះធម្មជាតិយើងមិនអាចហាមឃាត់វាបានដូច្នេះនេះខ្ញុំសូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារនិស្សិតដែលបានបាត់បង់សមាជិកគ្រួសារហើយអ្វីដែលសំខាន់គឺបាត់បង់នៅជំហររឹងមាំមួយនៅក្នុងគ្រួសារហើយកុំបាក់ទឹកចិត្តត្រូវតែស៊ូជំនះនៅក្នុងជីវិតរបស់យើងអ្នកដែលគេបានបាត់បង់ជីវិតទៅគឺគេបានសុខហើយនៅតែអ្នកនៅរស់ទេដែលត្រូវជួបនៅរឿងរ៉ាវជាច្រើនទៀតនៅក្នុងជីវិតនិងមានរឿងជាច្រើនដែលយើងត្រូវដោះស្រាយដើរបណ្ដើរដោះស្រាយបណ្ដើរ